រ៉ូនីថាខ្សែការពារបច្ចុប្បន្នមិនល្អដូចចំនួនខ្លួនទេអតីតខ្សែប្រយុទ្ធ Manchester United លោក Wayne Rooney ថ្លែងថាខ្សែការពារបច្ចុប្បន្នពុំមាននរណាដែលល្អប្រៀបផ្ទឹមនឹងការលោកនៅជាកីឡាករអាជីពទេថ្លែងក្នុងកម្មវិធី The Wayne Rooney Show នាពេលថ្មីៗនេះអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Manchester United បានពើប្រទះនឹងខ្សែការពារឆ្នើមយ៉ាងច្រើនក្នុងចំនួនរបស់លោកជុំវិញខ្សែការពារបច្ចុប្បន្នវិញបុរសវ័យ39ឆ្នាំនិយាយថាខ្សែការពារកណ្ដាលឥឡូវមិនមាននរណាល្អដូចសម័យខ្ញុំទេនិយាយខ្សែការពារបច្ចុប្បន្ននៅ Premier League គឺ William Saliba និង Gareth Bale ដែលជាដៃគូដ៏ឆ្នើមពួកគេធ្វើការរួមគ្នាបានល្អពួកគេចេះដឹកនាំចេះនិយាយតាក់ទងជាមួយនឹងសមាជិកឯទៀតបានល្អនៅលើទីលាននេះហើយជាអ្វីដែលខ្សែការពារត្រូវចេះធ្វើក្រៅតែពីការការពារតែបើថាឲ្យពួកគេល្អដូចចំនួនខ្ញុំអត់គឺនៅទេគ្រាន់តែអាចទទួលយកបាន Wayne Rooney ដែលបានដោះដាលចេញពីថ្នាល Everton បានផ្លាស់ទៅ Manchester United ក្នុងឆ្នាំ2004និងបានបង្កើតជោគជ័យជាច្រើនសម្រាប់ក្រុមរហ័សនាមបិសាចក្រហមអតីតអ្នកចាត់ការ Birmingham City និង Playmat រំលឹកថាខ្សែការពារដែលលោកជួបការលំបាកបំផុតនៅពេលលេងទល់ជាមួយពួកគេមានដូចជា John Terry, Gerard Piqué, Paolo Maldini, Ricardo Carvalho និង Alessandro Nesta